សូមជម្រាបសួរសាជាថ្មីនឹងស្វាគមន៍មកកាន់ច្បីរឿងរ៉ាវក្រោយពីច្បីរឿងរ៉ាវបានអាក់ខាននៅក្នុងការចេញវីដេអូអស់មួយរយៈពេលកន្លងមកឃើញថាមានហេតុការណ៍ជាច្រើនបានកើតមានឡើងហើយរឿងរ៉ាវដែលយើងនឹកស្មានមិនដល់នោះគឺការដែលទទួលរងនៅផលប៉ះពាល់នៃគ្រោះរញ្ជួយដីពីប្រទេសភូមាដែលហេតុការណ៍នេះបានបណ្ដាលឲ្យទីក្រុងបាងកកនៅក្នុងប្រទេសថៃគឺរងគ្រោះយ៉ាងខ្លាំងផងដែររឿងរ៉ាវមួយដែលក្តៅគគុកនៅក្នុងហេតុការណ៍នោះគឺការដួលរលំបាក់អគារមួយគឺជាអគារត្រួតពិនិត្យថវិកាជាតិដែលគេហៅជាភាសាថៃកាត់ថាសតងអគារសតងនេះគឺមានកម្ពស់រហូតដល់ទៅ30ជាន់ដែលស្ថិតនៅក្នុងស្ថានភាពគឺកំពុងសាងសង់ហើយប្រិយមិត្តច្បាស់ជាបានជ្រាបស្រាប់ហើយថានៅក្នុងអំឡុងពេលដែលបាក់រលំអគារមួយនេះគឺបណ្ដាលឲ្យកម្មករសញ្ជាតិថៃសញ្ជាតិភូមាហើយនិងសញ្ជាតិខ្មែរយើងបានជាប់នៅក្នុងគ្រោងអគារនោះផងដែរក្រោយពីមានការព្យាយាមជួយសង្គ្រោះពីក្រុមអ្នកសង្គ្រោះហើយនឹងក្រុមការងាររដ្ឋាភិបាលកន្លងមកយើងសង្កេតឃើញថាមានអ្នកខ្លះគឺត្រូវបានជួយសង្គ្រោះចេញមកបានអ្នកខ្លះគឺត្រូវជាប់គាំងរាប់សិបម៉ោងទើបជួយចេញយកពីគំនរអគារបានហើយរីឯអ្នកខ្លះទៀតគឺនៅសល់តែរូបរាងកាយដែលគ្មានវិញ្ញាណដែលពួកគេគឺត្រូវបានសង្កត់ជាប់នៅក្នុងបាតអគារហើយគួររំលឹកជូនដល់បងប្អូនប្រិយមិត្តផងដែរថាហេតុការណ៍នេះគឺបានកើតឡើងជិតនឹង1ខែទៅហើយតែក្រុមការងារគឺនៅតែបន្តធ្វើការព្យាយាមដុតដៃដុតជើងរស់រើគោះកកាយគំនរសំណង់អគារដែលបាក់រលំសង្កត់គ្នានោះដើម្បីធ្វើយ៉ាងណាយកនៅរូបរាងកាយឬក៏សាកសពរបស់អ្នកដែលបាត់បង់ជីវិតមកជូនសាច់ញាតិបងប្អូនឲ្យខាងតែបានលោកស្រីសាស្ត្រាចារ្យរងថាវិដាកមលវេទដែលជាអភិបាលរងក្រុងបាងកកក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការរុករកអ្នកដែលបាត់ខ្លួនដែលជាប់នៅក្រោមគ្រោងអគារដែលដួលរលំនោះផងដែរថានៅពេលនេះក្រុមការងារគឺបានកាយចេញនៅគំនរកំទេចអគារបាន2ម៉ែត្របន្ថែមទៀតដែលធ្វើឲ្យកម្ពស់គំនរកំទេចអគារនៅសល់ប្រមាណជា3ម៉ែត្រកន្លះទៀតក្រុមការងាររំពឹងថារយៈពេល2ទៅ3ថ្ងៃទៀតក្រុមការងារនឹងគោះកកាយគំនរអគារដល់បាតក្រោមជាមិនខានហើយក្រុមការងារនឹងអាចរកឃើញអ្នកដែលបាត់ខ្លួនផ្សេងទៀតដើម្បីធ្វើការត្រួតពិនិត្យភន្ភៈសាកសពដើម្បីប្រគល់ជូនទៅដល់សាច់ញាតិជាបន្តច្បីរឿងរ៉ាវសូមជម្រាបជូនដល់ប្រិយមិត្តផងដែរថាដោយគិតទៅតាមទិន្នន័យបច្ចុប្បន្នដែលគិតត្រឹមថ្ងៃទី26ខែមេសាឆ្នាំ2025គឺបានរកឃើញអ្នកដែលបាត់បង់ជីវិតចំនួន62នាក់និងអ្នករងរបួសចំនួន9នាក់ហើយចំពោះអ្នកផ្សេងទៀតគឺស្ថិតនៅក្នុងការបន្តស្វែងរកអ្នកដែលបាត់ខ្លួន32អ្នកផ្សេងទៀតដែលចំនួនទាំងអស់ដែលរងគ្រោះនៅក្នុងអគារនេះគឺសរុបចំនួន103នាក់ប្រិយមិត្តជាទីមេត្រីក្រុមការងារគឺបានខិតខំព្យាយាមក្នុងការគោះកាយគំនរសំណង់អគារដែលបាក់រលំនោះព្រមទាំងរូតរះធ្វើការដឹកជញ្ជូននៅកំទេចសំណង់អគារចេញពីបរិវេណកើតហេតុផងដែរដោយហេតុថារឿងនេះក៏វាមិនត្រឹមតែប៉ះពាល់ដល់អ្នកដែលនៅក្នុងអគារនោះទេប៉ុន្តែគឺអាចជាប៉ះពាល់ដល់អ្នកដែលរស់នៅជុំវិញអគារនៅទីនោះផងដែរស្របជាមួយគ្នានោះដែរក៏មានការដាក់នៅលិខិតស្នើសុំពីអាជីវករដែលរស់នៅជុំវិញទីតាំងទីនោះឲ្យរដ្ឋបាលក្រុងព្យាយាមជំរុញសម្អាតទីតាំងឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីឲ្យពួកគាត់អាចធ្វើការរស់នៅនិងប្រកបរបររកស៊ីលក់ដូរវិញតាមធម្មតានៅថ្ងៃទី26ខែមេសាឆ្នាំ2025នេះក៏មានការប្រើប្រាស់នៅប្រេងឥន្ធនៈនៅក្នុងការដឹកជញ្ជូនកំទេចអគារសំណង់អស់រហូតដល់ទៅ6,600 លីត្រដោយហេតុថាគ្រឿងចាក់នៅក្នុងប្រតិបត្តិការនេះគឺត្រូវបានប្រើប្រាស់យ៉ាងចាំបាច់រីឯចំពោះថ្លៃចំណាយចាយវានៅក្នុងប្រតិបត្តិការនេះលោកស្រីអភិបាលរងក្រុងបាងកកបានជម្រាបផងដែរថាវាគឺជាតួនាទីដែលចាំបាច់បំផុតសម្រាប់រដ្ឋបាលក្រុងនៅក្នុងការចុះមកជួយហេតុការណ៍ជាក់ស្ដែងបែបនេះក៏ប៉ុន្តែប្រសិនបើនៅថ្ងៃអនាគតមានការស៊ើបអង្កេតឬក៏តុលាការសម្រេចរកឃើញអ្នកទុច្ចរិតដែលប្រព្រឹត្តមានកំហុសជាក់ស្ដែងនៅក្នុងហេតុការណ៍នាំឲ្យអគារនេះរលំនោះក៏នឹងអនុលោមទៅតាមច្បាប់ជាធរមានផងដែរខណៈពេលនេះដែរការទទួលខុសត្រូវគឺស្ថិតនៅលើរដ្ឋបាលក្រុងទាំងមូលដោយរដ្ឋបាលក្រុងគឺព្យាយាមធ្វើការសម្រួលដល់ប្រជាជនហើយនិងអ្នកដែលរងគ្រោះដោយពុំទាន់គិតពីភារៈនៅក្នុងការចាយចំណាយនៅឡើយនោះទេអ្វីដែលសំខាន់នៅពេលនេះគឺត្រូវតែសម្អាតទីតាំងឲ្យបានរៀបរយជាមុន
ចំពោះការស្នើសុំជំនួយឬក៏ស្នើសុំសំណងពីជនរងគ្រោះដែលប៉ះពាល់ដោយសារតែហេតុការណ៍រញ្ជួយដីនេះនឹងត្រូវបានបើកពន្យារហូតដល់ទៅថ្ងៃទី2ខែឧសភាឆ្នាំ2025គួរបញ្ជាក់ផងដែរថាមានអគារជាច្រើនដែលរងផលប៉ះពាល់ដោយសារតែការរញ្ជួយដីនេះដែលក្នុងនោះដែរគឺមានតែអគារសតងនេះតែមួយប៉ុណ្ណោះដែលបាក់រលំសារព័ត៌មានក៏បានបញ្ជាក់ផងដែរថាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេនៅក្នុងទីក្រុងបាងកកនោះគឺមានតំបន់ចតុចក្រផាស៊ីចរណហួយខ្វាងធនបុរីរាជធានីហើយនិងតំបន់វឌ្ឍនាផងដែរប្រថាតំបន់ទាំងនោះគឺជាទីកន្លែងដែលមានអគារខ្ពស់ៗហើយនិងខុនដូជាច្រើនដែលជាហេតុបណ្ដាលឲ្យតំបន់ទាំងនោះក៏មានអ្នករងគ្រោះច្រើននៅក្នុងរឿងនេះដូចគ្នាចំណែកការត្រៀមនៅទឹកតាងឬក៏សំណៅឯកសារផ្សេងៗនៅក្នុងការដាក់ពាក្យស្នើសុំជំនួយឬក៏សំណងដែលរងគ្រោះដោយផលប៉ះពាល់ហេតុរញ្ជួយដីនេះរដ្ឋបាលក្រុងក៏បានស្នើសុំឲ្យមានការសហការពីប្រជាជនឲ្យបានខ្លាំងផងដែរដោយសារចំនួនអ្នករងគ្រោះស្នើសុំជំនួយនិងសំណងនៅក្នុងទីក្រុងបាងកកនាបច្ចុប្បន្នគឺកើនឡើងដល់ទៅជាង 40,000 នាក់ទៅហើយប្រិយមិត្តជាទីមេត្រីស្របជាមួយគ្នានេះដែរក៏មានដ្រាម៉ាជាច្រើនផងដែរទាក់ទងជាមួយនឹងសំណងខូចខាតអគារបន្ទប់ខុនដូពីក្ររញ្ជួយដីនេះដោយមានអ្នកខ្លះគឺបានគណនាឃើញថាពួកគេទទួលបានសំណងចាប់ពីខ្ទង់10 បាតឡើងទៅដែលវាជាចំនួនដ៏តិចតួចបំផុតហេតុការណ៍នេះក៏មានការលើកឡើងពីអ្នកតំណាងរាស្ត្រខាងគណៈបកប្រជាជនដែលជាគណៈបកជំទាស់មួយនៅក្នុងសភាថៃក៏បានលើកឡើងឲ្យមានការគួរតែសិក្សានិងកំណត់អត្រាសំណងនេះឡើងវិញដោយសារតែអត្រាសំណងដែលបានយកមកគិតនេះវាជាហេតុការណ៍ដែលគ្រោងឡើងមុនពេលដែលកើតមានគ្រោះរញ្ជួយដីហេតុនេះអ្នករងគ្រោះគួរណាស់តែទទួលបានសំណងចាប់ពី 1000 បាតឡើងទៅផងដែរលោកស្រីអភិបាលរងក្រុងក៏បានជម្រាបផងដែរថាអត្រាដែលបានគិតនោះគឺគិតចេញពីអត្រាតម្លៃកណ្ដាលដែលចេញដោយស្ថាប័នថ្នាក់កណ្ដាលបន្ថែមពីនេះទៅទៀតម្ចាស់បន្ទប់ខុនដូអគារសហគមន៍សិទ្ធិដែលទទួលរងនៅផលប៉ះពាល់អាចធ្វើការស្នើសុំថវិកាសំណងបន្ថែមទៀតករណីអគារនោះឬក៏បន្ទប់នោះមានការធ្វើធានារ៉ាប់រងលើអចលនទ្រព្យផងដែរប្រិយមិត្តជាទីមេត្រីហេតុការណ៍គ្រោះធម្មជាតិនេះក៏បានពង្រត់ជីវិតរបស់បងប្អូនពលករជនជាតិខ្មែរយើងដល់ទៅ2រូបផងដែរដោយដែលបងប្អូនបានជ្រាបតាមការផ្សាយព័ត៌មានកន្លងទៅនៅក្នុងស្រុករបស់យើងរងចាំមើលថានៅពេលដែលអគារត្រូវបានរើកាយចេញអស់តើអាចនឹងរកឃើញសាកសពអ្នកដែលបាត់ខ្លួនទាំង32អ្នកដែលនៅសេសសល់ដែរឬទេហើយតើអាចមានកើតនៅបដិហារណាមួយដែលកើតឡើងចំពោះជីវិតណាមួយនៅក្នុងនោះដែរឬទេសូមរងចាំតាមដានទស្សនាជាបន្តទៀតជាមួយនឹងច្បីរឿងរ៉ាវហើយច្បីរឿងរ៉ាវនឹងធ្វើការអាប់ដេតព័ត៌មានជូនដល់ប្រិយមិត្តជាបន្តច្បីរឿងរ៉ាវសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារហូតដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា Spotlight shining lights the stage